ស៊ីគាត់ស្វងគាត់ថាគាត់ចង់ដេកមីខ្ញុំទៅខ្ញុំអត់ព្រមគាត់មកចាប់ចកេះខ្ញុំប្រលេះដៃគាត់ចេញទៅគាត់មកគៀកស្មាខ្ញុំទៀតខ្ញុំប្រលេះដៃគាត់ចេញដល់ពេលហ្នឹងគាត់គ្រាន់ស្រែកជេរម៉ែខ្ញុំមកខ្ញុំថាខ្ញុំដើរទៅកន្លែងបន្ទប់សង្សារខ្ញុំទេព្រោះខ្ញុំអត់ចង់នៅក្រៅនោះមនុស្សច្រើនដល់ហើយស្រាប់តែដើរទៅគាត់អង្គុយនៅសាឡុងហ្នឹងអត់ដឹងគាត់កាត់អីងើបមកផ្ទះកភ្លៀងខ្ញុំហើយហក់ធាក់ខ្ញុំមកជើងទៀតមកជើងធាក់ធ្វើចំណៃណាអូនចំកន្លែងតាគៀកចំតាគៀកហ្នឹងហ្មងចាអូតកែហ្នឹងខ្មែរឬមួយក៏អីអូនចិនហងចិនហ៎ចាសង្សារខ្ញុំក៏គាត់ចិនដែរអូសង្សារណៃចិនដែរចាតែគាត់កូនចៅរបស់អាតកែគាត់នឹងដំបូងឡើយមកញ៉ាំអីហ្នឹងសង្សារអនឯងហ្នឹងហៅអនឯងចាអនឯងគ្នា3នាក់ហ្នឹងហៅមកញ៉ាំអត់តែគាត់មកតែម្នាក់ឯងហើយពួកខ្ញុំនៅក្រៅបងខ្ញុំគាត់នោះគ្នាទៅលេងក្រៅតែខ្ញុំខ្ជិលហៅគាត់មកជាមួយណាមួយខ្ញុំមកជួបសង្សារខ្ញុំវាច្រើនដងដែរពេលអូនមកជួបសង្សារអនឯងទៅចិត្តចិនហ្នឹងច្រើនដងដែរមកខ្ញុំតាក់តងគ្នាចូលចិត្តកន្លះឆ្នាំហ្មងតែមករដងវាអត់មានរឿងអីតែម្លឹកនោះហាតកែហ្នឹងក៏ខ្ញុំជួបច្រើនដងដែរមិនមែនជួបតែម្ដងទេអត់មានសួរមូលហេតុអីអនឯងទេគ្រាន់តែលួងលោមអនឯងអត់ព្រមជាមួយតែហេតុពេលវាមកគៀកខ្ញុំហ្នឹងខ្ញុំទីខ្ញុំគួយអត់ដែរវាទៅវាជ័យម៉ែខ្ញុំតែអត់មានរឿងអីទេពេលដើរម្ដងក្រុមហ្នឹងឃើញរៀងញ៉ៃញ៉ៃអញ្ចឹងទៅក៏សិនសុកនឹងក្រុមហ្នឹងគាត់សួរកន្លែងយាមឡានហ្នឹងគាត់សួរថាចេះនៅបន្ទប់លេខប៉ុន្មានដោយសារឥឡូវគាត់នេះខ្លាចមានបញ្ហាអីចឹងណាគាត់ស្រួលតេរមិនអីចឹងតែខ្ញុំសួរក្រុមពួកគាត់ទៅគាត់អត់ឆ្លើយទេគាត់ថាគាត់ធ្វើការនៅនឹងហើយគាត់នៅនឹងយូរវ័យគាត់ចេញចូលគេដឹងអីចឹងណាហើយទៅខ្ញុំរត់ដល់ខ្ញុំមកតែខ្ញុំអត់ដែរមើលលេខបន្ទប់ទេដឹងតែជន់ហ្នឹងជន់ទីម៉ែនអូន16ជន់ទី16នៅអាគារមួយណាអត់ដែរចូលនេះមកអាគារនេះតែនៅប្លុកដែរអូអាគារខ្ពស់ហ្នឹងហ៎ចាហ្នឹងផ្ទះសង្សារណៃជួននៅចាហើយតកែគឺនៅនឹងដែរតកែគាត់នៅនឹងដែរហើយក្រោយពីតកែនឹងវាយបងប្អូនមានបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍គាត់ទេពេលគាត់វាយភ្លាមហ្នឹងខ្ញុំអត់តន់ទៅភ្លាមទេខ្ញុំខ្លួនមួយតែឯងខ្ញុំអត់ដឹងធ្វើអីត្រូវខ្ញុំចុះមកដល់ក្រុមខ្ញុំយំទៅបុកឃើញទៅផ្ទះហើយក៏តេប្រាប់បងប្អូនខ្ញុំអីហ្នឹងទៅពួកគាត់នាំគ្នាមកពីក្រៅហើយទៅខ្ញុំតេទៅបងខ្ញុំអីចឹងហើយទៅខ្ញុំតបងខ្ញុំថាខ្ញុំអត់ចង់ដាក់ពាក្យបណ្ដឹងទេខ្ញុំឲ្យវាសុំទោសខ្ញុំហើយតកែហ្នឹងសុំទោសទៅតែហើយវាអត់ព្រមទេតែហើយវាថាចេះវាឲ្យលុយខ្ញុំបញ្ចប់តែហើយខ្ញុំអត់ព្រមវាថាចេះខ្ញុំថាបើអ្នកឯងអត់និយាយសុំទោសខ្ញុំទេខ្ញុំប្តឹងប៉ូលីសតែហើយវាថាឲ្យខ្ញុំប្តឹងប៉ូលីសទៅវាអត់ខ្លាចទេវាថាវាបងតលុយហើយវានិយាយតែប៉ុណ្្នឹងអូបោះពេលសម្ដីចឹងបងចឹងបើខ្ញុំពេលសម្ដីថាបើហៅប៉ូលីសមកគ្រាន់ថាឲ្យលុយតិចតួចទៅចប់រឿងហើយអត់មានរឿងអីរឿងវែងឆ្ងាយទៀតទេបោះលុយឲ្យប៉ូលីសហើយចប់ហើយអត់មានរឿងត្រូវវែងឆ្ងាយទេចិត្តចិនប៉ុនប៉ងអនឯងហ្នឹងនិយាយចឹងមកចាតែហើយទៅក៏ខ្ញុំទៅមុននោះពេលបងអូនខ្ញុំមកនោះពួកខ្ញុំបុកឃើញទៅប្តឹងប៉ូលីសទៅអីទៅតែប៉ូលីសគេនិយាយមកវិញគេនិយាយមកមកថាអត់មានស្លាកស្នាមហើយក៏អត់មានឈាមដែរអញ្ចឹងគេធ្វើអីអត់ចេញទេហើយឥឡូវហ្នឹងពេលយប់គេអត់អាចចូលឆែកបានទេព្រោះពេលយប់គេអត់អាចចូលឆែកបានទេបងឧទាហរណ៍ថាបើសិនជានៅតាមផ្លូវអូខេគេចូលឆែកបានគេចាប់ម្នាក់នឹងបានតែបើថាគេអាចចូលគេថាយប់ចឹងគេឲ្យចូលក្នុងតមានសាសនាមានឈាមមានអីមិនគេអាចចោះចាក់បានប៉ុន្តែមានផ្ទះខាងណៃមកកំភ្លៀងដែរផ្ទះខាងនេះបងផ្ទះខាងនេះឡើងហើមកខាងបងថាគាត់ថាបើចាំស្អែកស្រកបាត់ហើយមានអីចាប់វាកើតគាត់ថាស្អែកម៉ោង8បាននេះមកឲ្យខ្ញុំមកនឹងរួយចឹងស្អែកម៉ោង8បានមកចាតែហើយក៏ខ្ញុំប្រាប់គាត់ថាស្អែកម៉ោង8ហ្នឹងពួកគាត់ពេលព្រឹកនោះគ្នាទៅធ្វើការអស់ហើយមកចាប់មិនកើតនៅប៉ុស្តិ៍ណាខាងចាក់ងៃបងចាក់ងៃលើចាក់ងៃក្រោមចាក់ងៃលើបងចាក់ថ្ងៃលើចេញពីស្ពានបន្តិចទៅដល់ហើយកន្លែងចឹងបានន័យថាបានទៅដល់ប៉ុស្តិ៍ប៉ូលីសដែរចាបងតែគេថាតស្អែកម៉ោង8បានគេចូលធ្វើការឥឡូវសម្រាប់អូនសំណុំពរយ៉ាងម៉េចវិញខ្ញុំសំណុំពរចង់ឲ្យគាត់មកចាប់ម្នាក់ហ្នឹងហើយឲ្យគាត់មកសុំទោសខ្ញុំព្រោះចង់បានប៉ុណ្ណឹងអត់បានចំទាមសំណងអីជាមួយចិត្តអីអត់ទេបើគាត់និយាយអត់ត្រូវគ្នាខ្ញុំទាមទារទៀតអូតែដំបូងគ្រាន់តែចង់បានតែឲ្យគាត់សុំទោសទេហ្នឹងហើយគាត់ចង់ឲ្យប៉ែហ្នឹងមកសុំទោសគាត់តែអំប៉ែហ្នឹងគាត់ព្រមវាអត់ព្រមវាអាងថាវាមានលុយអញ្ចឹងវាធ្វើអីក៏បានដែរបើសិនជាប៉ូលីសចោះចាប់វាអូខេវាបងលុយតិចតួចហើយបញ្ចប់រឿងចិនហ្នឹងនិយាយចឹងទៀតហ្នឹងវាអត់ព្រមសុំទោសបងស្រីខ្ញុំទេហើយពេលហ្នឹងក៏ពួកខ្ញុំមិននៅដែរតែពេលបងស្រីខ្ញុំទេទៅបានពួកខ្ញុំដឹងហើយពួកខ្ញុំមកភ្លាមហ្នឹងបងសុំប្រាំបន្តិចមកវិញចង់និយាយថាដំបងដៃឡើយហ្នឹងសង្សារអូនជនជាតិចិនក្រោយពេលដែលតកែគេសុំលួងលបួងខ្លួនឯងហ្នឹងសង្សារខ្លួនឯងនៅនឹងដែរគាត់មកហ្នឹងពេលហ្នឹងសង្សារខ្លួនឯងថាមិនទៅចឹងគាត់ថាអត់ទេហើយទៅបកាយថាអត់ចឹងហ្នឹងហើយគាត់និយាយថាអត់ទេដល់ហើយមួយហ្នឹង
ao mà sập ao sập tới nhưng mà đâu cái dễ đây xa nhưng đâu ngày mà khang sòng xa nhưng mà ហើយ ហើយ ទៅ ទៅអាមួយនឹងវាតាមមកខ្ញុំរហូតតែខ្ញុំកិច្ចអាវាឲ្យខ្ញុំបាយក្នុងនេះខាងសង្សារខ្ញុំបាំងកុំឲ្យវាឃើញខ្ញុំអីចឹង ប៉ុន្តែនៅតែប៉ុនប៉ងមកចង់មានខ្លួនឯងចឹង ចា ទៅ ហើយទៅវានិយាយទៅឃើញសង្សារខ្ញុំក៏វិក្បាលដែរតែពេលហ្នឹងក៏អត់ដឹងដែរដល់ពេលដើរមកតាមផ្លូវហ្នឹងដល់អាពេលដើរមកធម្មតាដល់ចំណត់ខំដីហ្នឹងវារបៀបឲ្យវាចាប់ចកេះចាប់អីខ្ញុំឲ្យវាថាឲ្យខ្ញុំទៅមួយវាទៅតែខ្ញុំថាខ្ញុំអត់ព្រមទេ លួងលោមអូនឯងឲ្យទៅជាមួយគាត់ ឲ្យទៅណាណាបញ្ជាក់ច្បា ខា ស់ ងបន្ទប់វាហ្នឹងនៅលើបន្ទប់វានៅជាប់បន្ទប់សង្សារខ្ញុំដែរ វាចង់ឲ្យបងស្រីខ្ញុំនឹងដេកជាមួយវា វានៅខុនដូតែមួយទេ អូ តែបងស្រីខ្ញុំក៏អត់ព្រមដល់ចឹងទៅវាខំហើយវាប្រើហឹង្សាលើបងស្រីខ្ញុំ អាពេលនោះផ្ទះកាភ្លៀងមុនឬមួយក៏ហក់ធាក់មុនអូន ផ្ទះភ្លៀងមុន ផ្ទះកាភ្លៀងមុន ចាបានវាហក់ធាក់តាមក្រោយ ធាក់ប្រហែលជើងបញ្ជាក់ច្បាស់ ដំបូងធាក់តែមួយជើងឯដល់ហើយវាហក់ធាក់មួយជើងទី2ទៅវាអត់ត្រូវឯងបានសង្សារខ្ញុំមកចាប់ទាញវាតន់ អូ ហើយទៅពេលខ្ញុំដើរមកក្រៅវាដេញឲ្យខ្ញុំចេញក្រៅពេលហ្នឹងខ្ញុំរត់ចេញឡើងលឿនហើយទៅខ្ញុំខ្លាចវារត់មកតាមហើយពេលហ្នឹងវាដើរដល់ក្រៅដែរទៅហើយវាជេរខ្ញុំវាស្ដីខ្ញុំអីចឹងណាទៅហើយទៅក៏សង្សារខ្ញុំថាចេះឲ្យខ្ញុំចុះក្រោមទៅខ្ញុំចុចច្រាយឡើងលឿនហើយទៅឃើញវារត់ចេញក្រៅដែរតែសង្សារខ្ញុំចាប់ចូលវិញអីចឹងណាបង អូចាំបានថាសង្សារអនឯងអនឯងចុះមកលឿនមកហើយសង្សារអនឯងហ្នឹងគឺបានចាប់តកែហ្នឹងអត់ឲ្យដេញតាមអនឯងទេ អាពេលអាតកែហ្នឹងផ្ទះខ្ញុំក៏វាស្រែកឲ្យខ្ញុំចាញ់ដែរ អូ អូខ្ញុំនិយាយមែនបងខ្ញុំអត់វាខ្ញុំអត់ដឹងអត់វាថាយើងអត់មានរឿងអីសោះព្រោះញ៉ាំអីហើយយើងត្រូវឡើងទៅបន្ទប់គេងធម្មតាអញ្ចឹងណាហើយទៅស្រាប់តយើងដើរមិនតាន់អត់ដឹងរឿងអីសោះទៅដល់គេផ្ទះកភ្លៀងយើងហើយយើងមិនស្លើយើងភ័យយើងអត់ដឹងថាត្រូវធ្វើអីទាំងយើងអាចជួបរឿងអញ្ចឹងហើយទៅស្រាប់តវាមកហាក់ធាក់យើងមកជើងទៀត អូនឯងទៅដល់ប៉ុស្តិ៍ប៉ូលីសមិនបានទទួលពាក្យបណ្ដឹងអនឯងទេ ទួលតែគាត់និយាយថាចាំផឹកម៉ោង8បានគាត់មកហើយជួយបងឯងជួយមកកន្លែងហ្នឹងតិចមកតែគាត់និយាយថាចេះគាត់ទៅអត់កើតទេព្រោះអ្នកថ្នាក់លើក៏គេធ្វើកើតដែរព្រោះអីពេលយប់ អូ គេអត់មានសិទ្ធិរឿងទៅថាទៅដល់កន្លែងទៅឆែកឆេរគេអីអត់កើតទេហើយពេលហ្នឹងពួកខ្ញុំស្នំពលអំពី3ដងនិយាយពី2ដងថាបងឯងជួយមកកន្លែងហ្នឹងតិចមកតែគាត់ថាគាត់ទៅអត់កើតទេព្រោះថ្នាក់លើគេអត់ព្រមទេ អូខេ ហើយណាមួយបងស្រីខ្ញុំហ្នឹងត្រូវតែសារគេផ្ទះហ្នឹងអត់មានស្លាកស្នាមហើយក៏អត់មានឈាមដែរអញ្ចឹងគេទៅអត់កើតទេគ្រាន់បានត្រឹមតែហើមបន្តិចទេ បើសិនតែមានឈាមបន្តិចអីបន្តិចអាហ្នឹងក៏អាចចុះមកបាន ស្គាល់ឈ្មោះតកែចិនហ្នឹងឯង អត់ស្គាល់ អត់ស្គាល់ទេណោះ អត់ដែរស្និទ្ធមួយគាត់ហ៎ ប៉ុន្តែបើមើលមុខចំណាំ មើលមុខចំណាំទៅត្រូវអត់ អូខេ លេអានេះវាក៏សុំយើងដែរអត់បានហើយវាមកផ្ទះយើងអញ្ចឹង សូមអនឯងគេជាមួយសោះចឹងមក ចា